ជាបឋមក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានខ្ញុំសូមសម្ដែងនៅសេចក្តីសំណររីករាយនិងមានកិត្តិយសក្រៃលែងដែលបានចូលរួមជាអធិបតីភាពក្នុងពិធីបើកកិច្ចសន្ទនាគោលនយោបាយស្តីពីការស្រាវជ្រាវនវានុវត្តន៍ដឹកនាំដោយកសិករដើម្បីជំរុញការផ្លាស់ប្ដូរប្រកបដោយចីរភាពនៃកសិអេកូឡូស៊ីនិងប្រព័ន្ធស្បៀងអាហារជាវេទិកាលើកទី1ដែលខ្ញុំបានលើហើយក៏បានចូលរួមហើយខ្ញុំពិតជាកោតសរសើរមែនទែនសម្រាប់ការគំនិតផ្ដួចផ្ដើមនៃការរៀបចំវេទិកានេះហេតុអីបានជាមានកសិអេកូឡូស៊ីនៅស្រុកខ្មែរជារួមទៅជាដំបូងហ្នឹងគឺយើងចាប់ផ្ដើមជាមួយនឹងពាក្យហៅថាកសិកម្មអភិរក្សកសិកម្មអភិរក្សហ្នឹងភាសាអង់គ្លេសហៅថា conservation agriculture អញ្ចឹងក្រសួងកសិកម្មចាប់ដៃគូជាមួយទៅនឹងអង្គការ AFD នៃប្រទេសបារាំងធ្វើការស្រាវជ្រាវនិងយកអំពីវិធីសាស្ត្រនៃការអនុវត្តកសិកម្មអភិរក្សហ្នឹងមកស្រុកខ្មែរហ្នឹងគឺជិតរយៈពេល20ឆ្នាំហើយកសិកម្មអភិរក្សនិងកសិអេកូឡូស៊ីនេះការវិវត្តមិនទាន់មានសន្ទុះលឿននៅឡើយទេដោយសារតែមានកត្តាមួយចំនួនដែលពាក់ព័ន្ធជាមួយទៅនឹងការងារហ្នឹងអញ្ចឹងសម្រាប់កសិកម្មអភិរក្សឬក៏កសិអេកូឡូស៊ីនេះវាទាមទារឲ្យមានតួអង្គជាច្រើនចូលរួមហើយជាពិសេសគឺការវិនិយោគទៅលើការស្រាវជ្រាវការផ្សព្វផ្សាយក៏ដូចជាការអនុវត្តផ្ទាល់ជាមួយនឹងកសិករអញ្ចឹងក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់យើងឃើញថាកសិកម្មអភិរក្សឬក៏កសិអេកូឡូស៊ីនេះគឺមានតួនាទីសំខាន់នៅត្រង់អីហើយវាឆ្លើយតបនៅត្រង់កន្លែងណាដោយសារនៅក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្មយើងហ្នឹងគឺយើងផ្ដោតទៅលើទិសស្រោង4ដែលសំខាន់មានហូបមានប្រើមានបាននិងមានរហូតអញ្ចឹងការអនុវត្តកសិអេកូឡូស៊ីមិនត្រឹមតែផ្ដល់នូវផលសេដ្ឋកិច្ចទេប៉ុន្តែវាចូលរួមនៅក្នុងការអភិរក្សធនធានធម្មជាតិរបស់យើងតាមរយៈសុខភាពដីសម្រាប់វេទិកាថ្ងៃនេះក៏ជាវេទិកាមួយដែលថ្មីហើយលើកទី1ដែរដែលយើងនិយាយអំពីការអនុវត្តនិងរៀនអនុវត្តកើតឡើងដោយកសិករស្រាវជ្រាវរបស់កសិករអញ្ចឹងវិវត្តនេះគឺជាភាពវិវត្តនេះគឺជាភាពផលជះវិជ្ជមានមួយដែលកន្លងមកយើងអត់បានរំពឹងទុកថាវាអាចនឹងកើតមានប៉ុន្តែឥឡូវនឹងកើតមានអញ្ចឹងខ្ញុំគិតថាសកម្មភាពបន្តទៀតនឹងមានវិវត្តកាន់តែវិជ្ជមានប្រសើរជាងមុខបន្ថែមទៀតចា៎សួរថាតើបងប្អូនមែនដឹងទេថានៅក្នុងសហគមន៍របស់យើងតើតែម្ដងកុមារឬក៏យុវជនឬក៏ប្រជាពលរដ្ឋគ្រប់រូបក៏មានអាហារគ្រប់គ្រាន់ហូបចុកហើយឬក៏ប្រភេទអាហារដែលមានសុវត្ថិភាពហើយសំណួរនេះឲ្យតែតែជំរុញលើកទឹកចិត្តឲ្យយុវជនយើងបន្តសកម្មភាពក្នុងការស្រាវជ្រាវទៅលើប្រធានបទមួយហ្នឹងព្រោះវាជាចំណុចមួយដែលសំខាន់ខ្លាំងមែនទេអញ្ចឹងបាទនៅក្នុងសិក្ខាសាលាថ្ងៃនេះវាពិតជាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់កសិកររបស់យើងជាពិសេសគឺយុវជនក្រមស្ត្រីហើយនិងជនជាតិអាមេតិចអំពីកសិអេកូឡូស៊ីអត្ថប្រយោជន៍ទី1សម្រាប់យុវជនគឺយុវជនគាត់បានដឹងអំពីអត្ថប្រយោជន៍នៃការអនុវត្តកសិអេកូឡូស៊ីនៅមូលដ្ឋានរបស់ពួកគាត់ដែលវារួមចំណែកជាមួយនឹងការកាត់បន្ថយធាតុចូលថ្លៃដើមធាតុចូលនៃកសិកម្មវាជួយបង្កើននៅឱកាសសម្រាប់បង្កើនប្រាក់ចំណូលរបស់កសិករយើងនៅក្នុងមូលដ្ឋានហើយនឹងទី3ហ្នឹងគឺវាជួយទៅដល់យុវជននឹងអាចប្រើប្រាស់គំនិតច្នៃប្រឌិតថ្មីនៅក្នុងការរៀបចំប្រមូលនៅធនធានជុំវិញខ្លួនដើម្បីយកមកធ្វើអនុវត្តនៅកសិអេកូឡូស៊ីបានដូចជាការកែច្នៃជាកំប៉ុស្តក៏ដូចជាការរៀបចំនៅការសួនច្បារដំណាំរបស់គាត់ហើយសម្រាប់ស្ត្រីវិញគឺពួកគាត់កាត់បន្ថយការចំណាយកាត់ទៅទិញជីដូចជាគាត់ងាយស្រួលនៅក្នុងការទុកដាក់នៅហៅកាកសំណល់ផ្ទះបាយដូចជាសម្រាមជុំវិញផ្ទះដើម្បីយកវាមកធ្វើជាជីកំប៉ុស្តហើយនឹងអាចផ្ដល់ឱកាសទៅដល់ការចូលរួមរបស់ស្ត្រីនិងយុវជននៅក្នុងការងារជាមួយគ្នាបាទហើយសម្រាប់ជនជាតិអាមេតិចគឺពួកគាត់អាចនឹងបានឃើញអំពីការអនុវត្តល្អដូចជាគាត់បានចែករំលែកពីបទពិសោធន៍ល្អៗសម្រាប់ចំណេះដឹងជាប្រពៃណីរបស់គាត់នៅក្នុងការចូលរួមចំណែកในការអនុវត្តនៃកសិអេកូឡូស៊ីនៅក្នុងមូលដ្ឋានរបស់គាត់គឺជារួមយើងឃើញថាសិក្ខាសាលាមួយថ្ងៃនេះពោពេញទៅដោយការចែករំលែកបទពិសោធន៍អំពីការស្រាវជ្រាវជាពិសេសគឺការស្រាវជ្រាវដល់យុវជនស្ត្រីយុវជនជាតិអាមេតិចផ្ទាល់នៅក្នុងគម្រោង FIRST នេះដើម្បីជាផុសតាងបង្ហាញទៅដល់អង្គពិធីទាំងមូលដែលមានការចូលរួមពីអ្នកពាក់ព័ន្ធទាំង
រាជរដ្ឋាភិបាលទាំងខាងមន្ទីរក៏ដូចជាខាងអង្គការសង្គមស៊ីវិលនិងសហគមន៍កសិកម្មគាត់បានឃើញអំពីការអនុវត្តល្អនិងអត្ថប្រយោជន៍នៃការអនុវត្តកសិអេកូឡូស៊ីនៅមូលដ្ឋាន ខ្ញុំលើកពីបទពិសោធន៍ដែលខ្ញុំអនុវត្តផ្ទាល់លើដំណាំចន្ទទីគឺខ្ញុំប្រើប្រាស់តែជីទឹកខ្ញុំពិសោធន៍ជីទឹកដែលខ្ញុំបានធ្វើអ្នកគ្រូហើយខ្ញុំបាញ់តែជីទឹករហូតតាំងពីចាប់ផ្ដើមយើងច្រូតស្រូវហើយខែ11គឺយើងចាប់ផ្ដើមថែចន្ទទីហើយខ្ញុំបាញ់ប្រើតែជីទឹករហូតដល់ពេលចេញផ្កាចេញក្តាប់រហូតដល់បានផ្លែតែប្រាំងឆ្នាំនេះវាជួបឧបសគ្គការប្រែប្រួលអាកាសធាតុទូទៅគឺនៅតំបន់របស់ខ្ញុំគឺក្រាំងអត់ចេញក្តាប់ហើយខ្ញុំគិតថាទិន្នផលស្វាយខ្ញុំឆ្នាំនេះគឺឆាចោលប៉ុន្តែខ្ញុំនឹកស្មានអត់ដល់ថាឆ្នាំនេះដំណាំចន្ទទីរបស់ខ្ញុំលើសទិន្នផលពីឆ្នាំទៅ400គីឡូជាក់ស្ដែងអ្នកគ្រូឆ្នាំទៅខ្ញុំបាន4តោនគាត់ឆ្នាំនេះខ្ញុំបាន4តោន400គីឡូហើយខ្ញុំអត់ទិញជីថ្នាំពីខាងក្រៅខ្ញុំមកប្រើទេខ្ញុំប្រើតែជីទឹកតែការរំពឹងរបស់ខ្ញុំគិតថាឆ្នាំនេះអត់បានផលទេខ្ញុំខាតមកស្រុងខាតមួយឆ្នាំឆាចោលខ្ញុំគិតប៉ុន្តែលទ្ធផលស្មានចុងក្រោយគឺខ្ញុំទទួលផលបានលើសនេះជាសមិទ្ធផលដែលខ្ញុំហ៊ានធានាថាដែលខ្ញុំអនុវត្តតាមបែបកសិអេកូឡូស៊ីខ្ញុំបានផលពេលខ្ញុំបានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលរបស់អង្គការ AD មកខ្ញុំយល់ថាការចំណាយរបស់ខ្ញុំវាច្រើនហើយជំពាក់គេទៀតហើយក៏ខ្ញុំចាប់ផ្ដើមងាកមកគិតថាបើយើងជាធ្វើជាបែបធម្មជាតិយើងអត់ចំណាយហើយឆ្នាំនេះជាក់ស្ដែងវាចំណាយអស់តែ 1,500 ទេរាល់ឆ្នាំ 3,000 អ្នកគ្រូតែឆ្នាំនេះខ្ញុំកាត់ចំណាយអស់តែ 1,500 ទេក្នុងដីនោះដែលខ្ញុំពិសោធន៍ហើយខ្ញុំបាញ់ជីទឹកទាំងអស់ឆ្នាំនេះខ្ញុំអះអាងថាខ្ញុំបាញ់ជីទឹកទាំងអស់ខ្ញុំទទួលផលទាំងអស់តែជាក់ស្ដែងវាធ្វើឲ្យថាយើងនឹកស្មានមកដល់ការអនុវត្តរបស់ខ្ញុំដែលខ្ញុំខំប្រឹងថែទាំខំប្រឹងអីវាអត់ចង់ថាយើងបានផលមិនមែនអត់ប្រយោជន៍ទៅហើយមួយទៀតនៅពេលដែលខ្ញុំបាញ់ជីទឹកនោះពេលប្តីខ្ញុំបាញ់ខ្ញុំទៅជួយអូសខ្សែជួយទាញប្តីខ្ញុំអ្នកបាញ់ឲ្យត្រូវយកកូនទាំង4នាក់ទៅតាមប៉ុន្តែវាអត់ប៉ះពាល់ទេបើពីបកពីឆ្នាំមុនដែលខ្ញុំទិញថ្នាំមកពីផ្សារអ្នកគ្រូអើយកូនក៏រៀកអាម៉ែក៏រៀកអាឪក៏រៀក ជាលទ្ធផលសំខាន់គឺសមាគមកម្ពុជាយើងបានពង្រឹងសមត្ថភាពទៅដល់កសិករដែលជាមេដឹកនាំសហគមន៍កសិកម្មជាពិសេសស្ត្រីក៏ដូចជាយុវជននៅក្នុងការស្រាវជ្រាវមានចំណេះដឹងនៅក្នុងការស្រាវជ្រាវនិងរុករកគំនិតថ្មីតាមរយៈយើងបដិបដាគាត់ឲ្យគាត់ចេះកំណត់នៅបញ្ហាស្អីដែលជាបញ្ហាជាក់លាក់ដែលកើតមានឡើងនៅក្នុងតំបន់របស់គាត់សហគមន៍របស់គាត់តកតងទៅនឹងការអនុវត្តកសិកម្មទី2យើងពង្រឹងសមត្ថភាពគាត់តកតងទៅនឹងរបៀបនៅក្នុងការធ្វើផែនការរួមគ្នាដើម្បីដោះស្រាយនៅបញ្ហាដែលគាត់បានកំណត់ឃើញហ្នឹងអញ្ចឹងបន្ទាប់មកគឺគាត់នឹងយកនៅផែនការទៅនឹងដើម្បីយកមកពិសោធន៍ក្នុងការឆ្លើយតបក្នុងការរុករកនៅនវានុវត្តន៍ដើម្បីដោះស្រាយបញ្ហាដែលគាត់បានកំណត់ហើយគាត់អាចរៀបបន្តរៀនសូត្រកិច្ចការរបៀបនឹងរួមគ្នាដើម្បីចែករំលែកនៅចំណេះដឹងទៅដល់កសិករដទៃហើយនេះជាវិធីសាស្ត្រមួយដែលជំរុញឲ្យការផ្សាយផ្ទាល់និងការអនុវត្តកសិអេកូឡូស៊ីបានកាន់តែទូលំទូលាយហើយមានប្រសិទ្ធភាពទី2ជាលទ្ធផលយើងឃើញថាកសិករគាត់បានក្លាយទៅជាអ្នកស្រាវជ្រាវមួយដែលប្រកបដោយភាពច្នៃប្រឌិតហើយមានទំនុកចិត្តនៅក្នុងការធ្វើកិច្ចការងារហ្នឹងហើយលើសពីនេះដែរគឺយើងក៏បានផលិតនៅជាមានថាបណ្ដុះបណ្ដាលកសិករឲ្យក្លាយទៅជាគ្រូបង្គោលដែលគាត់អាចមានសមត្ថភាពចែករំលែកចំណេះដឹងទៅដល់កសិករដទៃនៅក្នុងសហគមន៍របស់គាត់លើសពីនេះថែមទៀតគឺថាយើងបានចងក្រងនៅចំណេះដឹងក៏ដូចជាលទ្ធផលនៃការស្រាវជ្រាវដែលដឹកនាំដោយកសិករហ្នឹងយកមកជជែកពិភាក្សានៅក្នុងកិច្ចសន្ទនាគោលនយោបាយនេះដើម្បីយើងដាក់មកពិភាក្សាគ្នាជាមួយនឹងតួអង្គពាក់ព័ន្ធដែលមានវិស័យឯកជនមានអង្គការសង្គមស៊ីវិលមានភ្នាក់ងាររដ្ឋាភិបាលក៏ដូចជាតួអង្គពាក់ព័ន្ធនានាដើម្បីពិនិត្យមើលបន្ថែមក៏ដូចជាការផ្ដល់បន្ថែមនៅធាតុចូលនៅក្នុងការពិនិត្យមើលនៅបញ្ហាជាអន្តរភាពឡើងវិញលើកនៅសំណើដំណោះស្រាយគ
គោលនយោបាយនានាហើយក៏ដូចជាការបង្កើតជាអនុសាសន៍ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា